សំណួរយើងនៅក្នុងប្រធានបទយើងដាក់ថាហេតុអ្វីបានជាយើងត្រូវរកស៊ីមុខរបរឬមុខចំនួនទី2និងទី3ត្រួតឲ្យចំមុខរបរឬមុខចំនួនទី1បាទនេះជាកលឹះជាអាចកំបាំងមួយដែលយើងប្រើបញ្ញាឆ្លៀសវៃអត់ឃើញទេយើងរើអត់ឃើញទេហេតុអីបានយើងទី2និងទី3ត្រួតឲ្យចំទី1មានប្រាក់ចំណេញបាទបើយើងរើ1 2 3នឹងដាច់ដូចគ្នាមិនត្រួតលើគ្នាអត់ចំណេញទេអត់ចំណេញតែម្ដងបាទខ្ញុំឧទាហរណ៍ថាមុខរបរទី1យើងលក់ទឹកសដែកចុះបាទយើងលក់ទឹកសដែកឬលក់បាយស្រូបបាទមុខរបរទី1លក់ទឹកសដែកបាទអញ្ចឹងចំណូលយើងបាន$10000ហ្នឹង$10000យើងផាត់ចំណាយថ្លៃដើមនិងចំណាយរដ្ឋបាលអស់8000យើងចំណេញតែ2ទេបាទចំណេញតែ2ឃើញចំណេញតែ2ប៉ុន្តែឥឡូវយកឧបមាថាយើងលក់ទឹកសដែកតែបើថែមបាយស្រូបមួយទៀតឲ្យត្រួតឲ្យចំទី1ហ្នឹងបាទត្រួតឲ្យចំទី1ហ្នឹងមានន័យថាតែមិនចំណូលបាន10000ដែរតែចំណាយតែ2000ទេចំណាយឧបមាថាឥឡូវកុំថា2000ចំណាយឲ្យច្រើនតិចចុះបាទថាចំណាយ5000ចុះចំណេញបានចំណេញ5000ចំណូលដូចគ្នាណា10000ដូចគ្នាអានេះចំណេញតែ2000អាទី1មានអាទី2ចំណេញដល់5000មានន័យថាអាទី2ផាត់តែថ្លៃដើមហើយចំណាយរដ្ឋបាលលែងសូវមានតិចបំផុតហេតុអីពីព្រោះផ្ទះដដែលអីដដែលបុគ្គលិកដដែលបុគ្គលិកប្រាក់ខែ200ណាប្រាក់ខែ200ធ្វើទឹកសដែកថែមវា50ទៀតពេលវាសល់ខ្លះយើងមកធ្វើបាយស្រូបថែមបាទថែមតែអ្នកជំនាញម្នាក់ទៀតហើយបាទអញ្ចឹងមុខរបរទី2ឃើញចំណេញមុខរបរទី1មិនចំណេញតែ2000មុខរបរទី2ចំណេញដល់ទៅ5000បាទដល់មុខរបរទី3យើងថែមសេវាដឹកជញ្ជូនមួយទៀតបាទដល់ថែមសេវាដឹកជញ្ជូនមួយទៀតនៅនឹងដដែលមានន័យថាអានឹងអត់មានថ្លៃដើមយើងបានចំណូល5000ចំណេញបានចំណេញ4000ហេតុអីអត់មានថ្លៃដើមដកចំណាយរដ្ឋបាលតែ5000តាម1000មកបានបុគ្គលិកដដែលតនេទៅដឹកខ្លះទៅថែមតែអ្នកដឹកមួយទៅហើយបាទអញ្ចឹងទេអ្នកទាំងអស់គ្នាឃើញទេមុខរបរទី2និងទី3មានប្រាក់ចំណេញច្រើនបាទបើរើតែមុខរបរទី1អត់ចំណេញយូរទៅបិទទ្វារមុខរបរទី1អញ្ចឹងអាចកំបាំងនៃ business គឺអញ្ចឹងបញ្ញារបស់យើងបើនិយាយពីបញ្ញានៅក្នុងច្បាប់ធម្មជាតិពធបញ្ញាមាន3ទី1គេហៅសុតៈញ្ញបញ្ញាដោយការស្ដាប់គេទី2ចិន្តៈញ្ញបញ្ញាដោយការឆ្លៀសវៃបើយើងប្រើពីរហ្នឹងទី1ទី2សុតៈញ្ញបញ្ញានិងចិន្តៈញ្ញបញ្ញាយើងមើលអត់ឃើញយើងប្រើបញ្ញាឆ្លៀសវៃអត់ឃើញថាbusiness មួយចំណូល10000ចំណេញតែ2000ចុះអាទី2ទី3វាប្រហែលគ្នាវាមិនអាចចំណេញខ្ពស់បោះប៉ុណ្ណឹងទេបាទអាចកំបាំងហ្នឹងគឺរឿងរើអត់ឃើញទេអញ្ចឹងព្រះអង្គគាត់ឲ្យយើងប្រើបញ្ញាទី3គឺភាវនាបញ្ញាដែលចេញពីការពិសោធន៍ផ្ទាល់យើងឃើញអាចកំបាំងកន្លែងហ្នឹងនៅពេលណាយើងធ្វើអីមួយយើងចេះតែជឿគេប្រើបញ្ញាឆ្លៀសវៃវាអត់ដល់កម្រិតទេអញ្ចឹងគេឲ្យយើងប្រើការពិសោធន៍ផ្ទាល់តែម្ដងខុសក៏ដោយត្រូវក៏ដោយពិសោធន៍ទៅឃើញអាចកំបាំងវាហើយបាទអញ្ចឹងខ្ញុំលើកឧទាហរណ៍រឿងមួយទៀតរឿង business ទី2និងទី3ត្រួតឲ្យចំទី1មានប្រាក់ចំណេញច្រើនហ្នឹងឧទាហរណ៍ភ្ញៀវខ្ញុំគាត់បើក clinic បាទរឿងហ្នឹងដូចគ្នាគាត់បើក clinic កុមារចំណូលគាត់បាន10000ចំណាយប្រហែលជា8000ដូចមិញអញ្ចឹងចំណេញតែ2បាទគាត់ហ្នឹងបានចំណេញ2000 1000 3000អស់គាត់ចំណេញច្រើនអញ្ចឹងខ្ញុំណែនាំថាអូនឯងដាក់ business ទី2និងទី3ត្រួតឲ្យចំទី1មកមានន័យថាគាត់ជួលផ្ទះមួយដ៏ធំគាត់ថែមមនុស្សចាស់មួយទៀតផ្នែកជំនាញមនុស្សចាស់អញ្ចឹងគាត់គ្រាន់តែជួលដុកទ័រផ្នែកមនុស្សចាស់មួយទៀតនៅទាំងអស់ហ្នឹងឬដុកទ័រធម្មតាហ្នឹងគាត់អាចចាក់ថ្នាំបានអញ្ចឹងគាត់ការងារគាត់មិនរវល់មួយថ្ងៃ8ម៉ោង10ម៉ោងរវល់រហូតណាគាត់មានពេលតនេខ្លះអញ្ចឹងប្រាក់ខែគាត់300ថែមឲ្យ100ទៀតធ្វើការងារមនុស្សចាស់បាទផ្នែក clinic មនុស្សចាស់បាទអញ្ចឹងអាមនុស្សចាស់ហ្នឹងបាន10000ដែរអញ្ចឹងគាត់ចំណាយប្រហែលថាចំណាយអស់4000គាត់ចំណេញបាន6អញ្ចឹងអាទី1មិញចំណូល10000ចំណេញបាន2000តែអាទី2បាន6000បាទ6000បាទដល់ចូលអាទី3ខ្ញុំឲ្យដាក់សម្ភពមួយទៀតដល់ដាក់សម្ភពមួយទៀតចំណូលបាន10000ដែរអញ្ចឹងយើងត្រូវការដុកទ័រសម្ភពឯកទេសតែមួយហើយដុកទ័រធម្មតាឬនើសធម្មតាហ្នឹងធ្វើការនឹងបានមិញប្រាក់ខែ300ថែម100ផ្នែកមនុស្សចាស់300ផ្នែកកុមារ100ផ្នែកមនុស្សចាស់សម្ភពថែម50ទៀតក៏ធ្វើបានកន្លែងហ្នឹងឃើញទេយ៉ាងច្រើនយើងប្រើបុគ្គលិក
ថ្មីម្នាក់ពីរនាក់ទៀតបានអញ្ចឹងសម្ភពយើងចូល 10000 ចំណាយអស់ប្រហែលបាទចំណាយអស់តែ 5000 ទេបាទចំណាយអស់តែ 5000 បាទចំណាយអស់ 5000 បាទចាក់ 5000 ឬក៏ 4000 យើងចំណេញ 6000 បាទឃើញទេ business ទី 2 និងទី 3 ធ្វើឲ្យយើងមានប្រាក់ចំណេញច្រើនមានន័យថាម៉េចអាទី 1 វា cover យកអស់ហើយច្បាប់ទលាប់អីទាំងអស់បុគ្គលិកភាគច្រើននៅលើអាទី 1 អញ្ចឹងអាទី 2 ចាយតិចណាស់ហេតុអីចំណូលប្រមាណមកចង់ចាយទាំងអស់ផាត់តែថ្លៃដើមហើយចំណេញទាំងអស់ហេតុអីពីព្រោះអាទី 1 យកចង់អស់យើងគ្រាន់តែថែមលុយ incentive លុយអត្ថប្រយោជន៍បន្តិចទេបាទនេះជាអាចកំបាំងមួយបាទអ្នករើស៊ីបើអត់ដឹងអាចកំបាំងហ្នឹងគឺអត់រើប្រាក់ចំណេញបានច្រើនអត់ជោគជ័យក្នុងអាជីវកម្មទេខ្ញុំរំលឹកឡើងវិញដើម្បីរើស៊ីឲ្យមានប្រាក់ចំណេញច្រើនគឺយើងត្រូវតែបើកមុខរបរទី 2 និងទី 3 ត្រួតឲ្យចំអាទី 1 ទើបរើប្រាក់ចំណេញបានពីព្រោះអាទី 1 គាត់ cover យកអស់ហើយ 90% គាត់យកអស់ហើយអានឹងចំណាយគាត់តែ 10 ទៅ 20% ហើយធ្វើឲ្យប្រាក់ចំណេញកើនខ្ពស់បាទអរគុណច្រើនដែលបានចូលរួមស្ដាប់